การចំផលាំងដែលជាជនជាតិថៃដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសថៃហើយយើងដឹងហើយថាម្នាក់នេះគឺតាមយាយីប្រជាពលរដ្ឋកម្ពុជាដោយជាយកទឹកលាមកទឹកស្អុយចង់បាញ់ដាក់ប្រជាជនកម្ពុជាហើយនឹងបានប្រើប្រាស់រថយន្តជាច្រើនគ្រឿងចាក់គ្រឿងបំពងសម្លេងជាសម្លេងខ្មោចនិងសម្លេងយន្តហោះដើម្បីរំខានដល់ប្រជាជនកម្ពុជានៅក្នុងភូមិជោគជ័យនិងភូមិព្រែកច័ន្ទមិនឲ្យបានសម្រាននោះទេនៅក្នុងគោលបំណងដេញប្រជាជនចេញពីទីនោះការចំផលាំងបានរេអង្គាសប្រាក់ពីជនជាតិថៃជាច្រើនដាក់ចូលទៅក្នុងកញ្ចប់មូលនិធិរបស់ខ្លួនដែលអះអាងថាលុយនេះគឺជាលុយជំនួយរាប់លានដុល្លារយកទៅជួយប្រជាជនកសាងផ្លូវនិងជំនួយដល់កងទ័ពមួយរយៈពេលមុនបុគ្គលនេះហាក់បីជាអួតក្អេងក្អាងមានមោទនភាពតាំងខ្លួនប្រៀបដូចជាវីរបុរសរបស់ជនជាតិថៃប៉ុន្តែនៅពេលនេះបែរជាមកសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នកកាសែតទៅវិញនៅពេលដែលកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនៅឯទឹកដីរបស់ថៃការចំផលាំងបែរជាយំសំណោះខ្លួននៅចំពោះមុខអ្នកកាសែតបានលើកឡើងថាបំណងចុងក្រោយរបស់ខ្លួនគឺចង់សម្រាកពីការងារហើយចំណាយពេលជាមួយនឹងក្រុមគ្រួសារមូលនិធិរបស់បុគ្គលការចំផលាំងនេះកំពុងតែរងនឹងការចាប់ប្រកាន់ថាជាលុយពាក់ព័ន្ធជាមួយនឹងលុយកខ្វក់ឬក៏ជួយអ្នកនយោបាយឬក៏អ្នករកស៊ីណាមួយដែលអាចគេចពន្ធដូច្នេះការចំផលាំងនៅចំពោះមុខអ្នកកាសែតក៏បានលើកឡើងថាសូមឲ្យក្រសួងធ្វើការស៊ើបអង្កេតទៅលើមូលនិធិរបស់គាត់កាសែតក្នុងស្រុករបស់ថៃចេញផ្សាយនៅថ្ងៃទី24ខែតុលាឆ្នាំ2025នេះបានឲ្យដឹងថាការចំផលាំងបានដាក់ញត្តិតាមការស្នើសុំធ្វើការស៊ើបអង្កេតទៅលើមូលនិធិរបស់ខ្លួនទៅតាមការកោះហៅយ៉ាងណាក៏ដោយបន្ទាប់ពីចេញពីក្រសួងលោកបាននិយាយនៅចំពោះមុខអ្នកកាសែតដើម្បីលាងភាពស្អាតស្អំដែលកំពុងតែរងការចាប់ប្រកាន់ថាបានលាងលុយកខ្វក់ទៅឲ្យជនទី3ការចំផលាំងបាននិយាយថាបើសិនជាគ្រប់គ្នាយល់ថាមូលនិធិរបស់ខ្ញុំនេះគឺជាការលាងលុយកខ្វក់ឬក៏ជាប់ពាក់ព័ន្ធជាមួយនឹងការកិច្ចពន្ធនិងការរកស៊ីឲ្យជនទី3នោះសូមក្រសួងធ្វើការស៊ើបអង្កេតចុះចាប់ពីពេលនេះតទៅខ្ញុំនឹងឈប់សម្រាកចង់រស់នៅជាមួយនឹងក្រុមគ្រួសារដោយសុខសប្បាយប៉ុន្តែបើសិនជាសង្គមត្រូវការខ្ញុំនឹងត្រឡប់មកវិញលោកការចំផលាំងក៏បានបន្ថែមទៀតថាកន្លងមកលោកបានចូលរួមចំណែកក្នុងសង្គមច្រើនណាស់រហូតដល់គ្មានពេលនៅជាមួយនឹងគ្រួសារដើមឡើយការចំផលាំងនេះអះអាងថាលោកបានបង្កើតមូលនិធិមួយដើម្បីរេអង្គាសប្រាក់ជួយដល់ប្រជាជននិងកងទ័ពជាពិសេសនៅអំឡុងពេលដែលមានសង្គ្រាមជាមួយនឹងកម្ពុជានៅពេលនោះមនុស្សជាច្រើនបាននាំគ្នាចូលលុយដល់ទៅរាប់លានដុល្លារឯណោះយ៉ាងណាក៏ដោយក្រោយមកក៏មានការបែកធ្លាយព័ត៌មានថាមូលនិធិនេះមិនមែនបង្កើតឡើងដោយផ្ទាល់ដោយការចំផលាំងនោះទេប៉ុន្តែមានបុគ្គលដែលមានឥទ្ធិពលនៅពីក្រោយខ្នងនៅក្នុងរយៈកាលប្រមាណថ្ងៃកន្លងទៅនេះមូលនិធិរបស់លោកការចំផលាំងបានរងនៅរឿងអាស្រូវបែងចែកបកពួកដែលក្រុងថានឹងផ្លាស់ប្ដូរទៅជាមូលនិធិមួយផ្សេងទៀតនៅក្នុងគោលបំណងកិច្ចពីការផ្ទេរលុយចូលរដ្ឋជាពិសេសមូលនិធិរបស់បុគ្គលនេះកំពុងទទួលរងនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងយកលុយជំនួយទៅប្រើនៅក្នុងអំពើខុសច្បាប់មានការសង្ស័យថាមានអ្នកនយោបាយថៃមានឥទ្ធិពលនៅពីក្រោយខ្នងការចំផលាំងនេះហើយបានប្រើប្រាស់បុគ្គលរូបនេះធ្វើជាឧបករណ៍នៅក្នុងការលាងលុយឬកិច្ចពន្ធជាដើមបន្ទាប់ពីព័ត៌មាននេះបានបែកធ្លាយមនុស្សដែលធ្លាប់បានចូលលុយនៅក្នុងមូលនិធិនេះនៅក្នុងចំនួនច្រើនក៏ចាប់ផ្ដើមទាមទារលុយនេះយកមកវិញនៅក្នុងចំណោមនោះក៏មានម្នាក់ជាម្ចាស់ស្ថាប័ន Miss Grand International MIG គឺលោកណាវ៉ាត់អេសារ៉ាក្រៃស៊ីលប្រហែលជាលោកអ្នកបានស្គាល់បុគ្គលម្នាក់នេះហើយមួយរយៈកាលកន្លងទៅគេក៏បានធ្វើភ្លាមបង្កបញ្ហានៅក្នុងប្រទេសកម្ពុជាយើងដែរពាក់ព័ន្ធជាមួយនឹងកម្មវិធី Miss Grand បុគ្គលម្នាក់នេះបានចូលលុយនៅក្នុងមូលនិធិរបស់ការចំផលាំងចំនួនប្រមាណជា5សែនបាតប៉ុន្តែនៅក្នុងពេលនេះចាប់ផ្ដើមទាមទារឲ្យលោកការចំផលាំងសងមកវិញការទាមទារឲ្យសងមកវិញនេះគឺដោយសារតែលោកខ្លាចជាប់ពាក់ព័ន្ធជាមួយនឹងការលាងលុយឬក៏អក្រិតកម្មផ្សេងទៀតប្រសិនបើគេរកឃើញថាមូលនិធិរបស់ការចំផលាំងនេះគឺជាអំពើខុសច្បាប់ហើយការចំផលាំងនេះក៏បានឆ្លើយមកវិញថាលុយរបស់លោកណាវ៉ាត់ដែលបានចូល 50,000 បាតនេះដាក់ចូលតាំងពីយូរយារណាស់មកហើយក៏បានប្រើប្រាស់នៅក្នុងការកសាងផ្លូវអស់ហើយដែរប៉ុន្តែប្រសិនបើលោកណាវ៉ាត់នៅតែចង់បានលោកនឹងផ្ទេរលុយផ្ទាល់ខ្លួនរបស់លោកទៅឲ្យលោកណាវ៉ាត់វិញណាវ៉ាត់និយាយថាលោកមិនចង់បានលុយផ្ទាល់ខ្លួនរបស់អ្នកណាទេគឺគ្រាន់តែចង់បានលុយរបស់គាត់ត្រឡប់មកវិញតែប៉ុណ្ណោះគាត់មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីដឹងថាមូលនិធិរបស់ការចំផលាំងនេះមិនមែនគេជាអ្នកបង្កើតឡើងដោយខ្លួនឯងគឺមានជនទី3អ្នកបង្កើតទៅវិញការចំផលាំងដែលកន្លងទៅធ្លាប់តែបង្ហាញជីវិតហឺហាប្រៀបដូចជាសេដ្ឋីមួយរូបនោះនៅចំពោះមុខអ្នកកាសែតបែរជាតូចតែងថាខ្លួនមកដល់ពេលនេះមិនទាន់មានទ្រព្យសម្បត្តិច្រើនទេហើយក៏មិនទទួលបានប្រាក់ខែសូម្បីតែមួយបានពីមូលនិធិហើយប្រធានមូលនិធិជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិក៏មិនទទួលបានប្រាក់ខែដូចគ្នាក្រោយមានការសង្ស័យទៅលើមូលនិធិរបស់ការចំផលាំងមេធាវីរបស់ជនជាតិថៃដល់ល្បីឈ្មោះមួយរូប
នៅថ្ងៃទី23ខែតុលាឆ្នាំ2025បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ស៊ើបអង្កេតទៅលើមូលនិធិរបស់បុគ្គលនេះដែលគ្រោងនឹងផ្លាស់ប្ដូរទៅជាមូលនិធិមួយផ្សេងទៀតលោកមេធាវីម្នាក់នេះបាននិយាយថារឿងនេះស្រដៀងទៅនឹងរឿងរបស់អ្នកនយោបាយថៃជាច្រើនដែលតែងតែប្រើនរណាម្នាក់ដើម្បីលាងលុយកខ្វក់ឬក៏កិច្ចពន្ធឲ្យពួកគេនៅក្នុងបទសម្ភាសន៍តាក់ទងជាមួយនឹងមូលនិធិរបស់ការចំផល្លាំងលោកមេធាវីដេឆាក៏បានលើកឡើងថាមនុស្សជាច្រើនបានចោទសួរអំពីដំណាភាពនៃការបង្កើតមូលនិធិរួមទាំងលំហូរសាច់ប្រាក់និងលំហូរចេញចូលរបស់មូលនិធិមួយនេះលោកបានបញ្ជាក់ថាការស៊ើបអង្កេតនេះកំពុងដំណើរការហើយលោកក៏ជឿជាក់ថាវាគួរតែបញ្ចប់នៅក្នុងពេលឆាប់ៗនេះដើម្បីរកឃើញថាតើមូលនិធិនេះខុសច្បាប់ឬមួយក៏ស្របច្បាប់លោកដេឆាបញ្ជាក់ថាតាមពិតទៅមូលនិធិភាគច្រើនត្រូវបានដំណើរការដោយមានគណៈកម្មការដែលមានឈ្មោះត្រឹមត្រូវមិនមានអង្គភាពខាងក្រៅដែលទទួលបន្ទុកអាជីវកម្មនោះទេនៅក្នុងពេលថ្មីៗនេះបុគ្គលការចំផល្លាំងបានលើកឡើងថាមូលនិធិចាស់គ្រោងនឹងរំលាយហើយបង្កើតមូលនិធិថ្មីដែលមានឈ្មោះថាធម្មនាតនេះហើយគឺជារឿងដែលគួរឲ្យសង្ស័យនៅពេលដែលគេចោទសួរថាចោះលុយដែលនៅសល់និងទ្រព្យសម្បត្តិផ្សេងៗនៅក្នុងមូលនិធិនេះតើគួរធ្វើបែបណាការចំផល្លាំងបានឲ្យដឹងថានឹងត្រូវផ្ទេរទៅកាន់មូលនិធិថ្មីបើតាមលោកមេធាវីដេឆានៅពេលដែលមូលនិធិមួយរំលាយឬក៏ដួលរំទៅនឹងទ្រព្យសម្បត្តិទាំងឡាយនៅក្នុងមូលនិធិនេះនឹងត្រូវផ្ទេរទៅចូលរដ្ឋគឺមិនអាចផ្ទេរទៅចូលមូលនិធិថ្មីនោះទេដំបូងឡើយរូបគេបានអះអាងថាគេជាអ្នកបង្កើតមូលនិធិនៅក្នុងការប្រមូលលុយប៉ុន្តែជាក់ស្ដែងមិនមែនឈ្មោះការចំផល្លាំងជាអ្នកចុះបញ្ជីទេលោកមេធាវីដេឆាបានចោទជាសំណួរទៅកាន់មហាជនថាហេតុអ្វីបានជាការចំផល្លាំងមិនចុះបញ្ជីដោយខ្លួនឯងធ្វើជាម្ចាស់ឬក៏ជានាយកមូលនិធិលោកបន្តទៀតថាតើបុគ្គលការចំផល្លាំងមួយនេះមានតួនាទីជាអ្វីឲ្យពិតប្រាកដនិងធ្វើសកម្មភាពអ្វីឲ្យពិតប្រាកដនៅក្នុងមូលនិធិមួយនេះមេធាវីដេឆាបានបញ្ជាក់ថាសកម្មភាពគួរឲ្យសង្ស័យរបស់ការចំផល្លាំងនេះគឺវាស្តៀងគ្នាទៅនឹងសកម្មភាពអ្នកនយោបាយនិងអ្នករកស៊ីទាំងអស់ដែលគេចវេះមិនចង់បង់ពន្ធឬក៏ពាក់ព័ន្ធជាមួយនឹងសកម្មភាពលាងលុយកខ្វក់សរុបជារួមមកការចំផល្លាំងដែលមានឈ្មោះប្រកាសថាកាន់ថាធួងថៃប៊ុនវេនកំពុងតែរងនឹងការចោទប្រកាន់និងការស៊ើបអង្កេតរឿងចម្រូងចម្រាសជាច្រើនដូចជាដំណាភាពនៅក្នុងការប្រើប្រាស់មូលនិធិដែលជាទឹកប្រាក់ជនជាតិថៃរាប់លានដុល្លារចំណងតាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់ហើយត្រូវបានគេសង្ស័យថាត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយដែលគេសង្ស័យថាជាមេខ្លោងនៅពីក្រោយការចំផល្លាំងនោះមានឈ្មោះថាធម្មនាតគឺជាឈ្មោះដែលមូលនិធិរបស់ការចំផល្លាំងត្រៀមនឹងបដូរទៅនោះហើយការចំផល្លាំងអះអាងថាលោកពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកនយោបាយម្នាក់នេះមែនប៉ុន្តែគេបានលើកឡើងថាគេមិនបានបម្រើនយោបាយឲ្យបុគ្គលម្នាក់នេះឡើយចុងក្រោយនោះការចំផល្លាំងម្នាក់នេះក៏កំពុងតែមានទំនាស់ជាមួយនឹងបុគ្គលល្បីៗហើយនឹងអ្នកមានអំណាចនៅក្នុងប្រទេសថៃផងដែរតួយ៉ាងដូចជាលោកណាវ៉ាត់ដែលជាម្ចាស់ស្ថាប័ន Miss Grand International ជាដើមសូមអរគុណសម្រាប់ការតាមដានទស្សនាសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបានដើម្បីទទួលបានវីដេអូថ្មីៗទៀត